ជំរាបសួរពុកម៉ែបងប្អូននេះគឺជាវីដេអូខ្ញុំធ្វើម្ហូបឲ្យកូនខ្ញុំយកទៅសាលាបងប្អូនញ៉ាំពេលថ្ងៃចឹងបងប្អូនឥឡូវមកដាំបាយសិនបងប្អូនហើយមកមើលដាំបាយបងប្អូនណានិយាយថាឆ្នាំងនេះឡើងខ្ជូតទូចមួយបងប្អូនខ្ញុំខ្ជិលយកឆ្នាំងធំយកមកដាំបងប្អូនហើយថាមកកូនឆ្នាំងទូចហ្នឹងអាចញ៉ាំបានក្មេង3នាក់បងប្អូនឥឡូវដាក់ដាំបាយហើយឥឡូវនេះឆ្អិនហើយបងប្អូនហើយមានអីបងប្អូនស្រួលដាំដល់បងប្អូនដាក់បានពីកំប៉ុងអង្គអាកំប៉ុងតូចបងប្អូនឥឡូវចាប់ផ្ដើមមកធ្វើម្ហូបបងប្អូនបាយឆ្អិនហើយមកធ្វើម្ហូបម្ដងដំបូងខ្ញុំចាក់ប្រេងឆាហើយនឹងចៀនត្រីសិនបងប្អូនព្រោះអីត្រីហ្នឹងខ្ញុំប្រឡាក់ហើយបងប្អូនខ្ញុំប្រឡាក់និយាយទៅគ្រាន់តែដាក់ជាមួយនឹងប្រេងខ្យងជាមួយនឹងម្សៅរ៉ូឌីហើយនឹងម្សៅឆាអញ្ចឹងបងប្អូនព្រោះអីកូនខ្ញុំគេអត់ចេះញ៉ាំម្រេចទេដល់ពេលអញ្ចឹងខ្ញុំអត់ដាក់ម្រេចទេបងប្អូនខ្ញុំដាក់ផ្លែតូចអញ្ចឹងមកយើងដាក់ចៀនបងប្អូនហើយអត់មានឆ្អឹងទេត្រីនឹងខ្ញុំដោះថាយកឆ្អឹងយកអីចេញហើយអស់ហើយអញ្ចឹងបងប្អូនឥឡូវចៀនឲ្យហើយត្រីចៀនឲ្យហើយខ្ញុំដាក់ចៀនជាមួយនឹងពងទា2គ្រាប់ព្រោះអីកូនខ្ញុំម្នាក់1គ្រាប់អញ្ចឹងបងប្អូន2នាក់អញ្ចឹងទៅដាក់ម្នាក់1គ្រាប់ដាក់ជាមួយនឹងបាយអញ្ចឹងទៅបងប្អូនពងទាក៏ចៀនឲ្យដែរឥឡូវយកខ្ទឹមយកមកបដៅខ្ទឹមហើយយកមកឆាជាមួយនឹងទីបងប្អូននិយាយទៅអត់ដឹងធ្វើម្ហូបអីបងប្អូនណាគេម៉ោងបាយដល់ពេលអញ្ចឹងទៅក៏ខ្ញុំថាបើកំងបាយដាក់ត្រីដាក់អីហ្មងទៅអញ្ចឹងខ្ញុំថាញ៉ាំត្រីញ៉ាំបន្លែហ្មងទៅខ្ញុំថាអញ្ចឹងឥឡូវដាក់តែជាមួយនឹងអំបិលបន្តិចហើយនឹងម្សៅរ៉ូឌីតិចចឹងបងប្អូនហើយបង្ងាស់ឲ្យរីងទឹកឲ្យវាផុយទៅនិយាយទៅកូនខ្ញុំចូលចិត្តបន្លែផ្ទីចឹងបងប្អូនឥឡូវបាយក៏ឆ្អិនដែរម្ហូបក៏ឆ្អិនដែរបងប្អូនឥឡូវចាប់ដើមដួសដាក់ក្នុងប្រអប់ព្រោះអីម៉ោង12កន្លះហ្នឹងចាប់ដើមយកឲ្យកូនចឹងបងប្អូនឥឡូវប្រអប់ដាក់បាយដាក់អីហើយខ្ញុំដាក់ត្រីដែលខ្ញុំដាក់ត្រីដែលខ្ញុំចៀនមិញហ្នឹងបងប្អូនដាក់រួចរាល់ហើយក៏ដាក់ជាមួយនឹងពងមាន់ម្នាក់1គ្រាប់មកបងប្អូនដាក់ពងមាន់ហើយរៀបទៅហើយខ្ញុំក៏ដាក់ជាមួយនឹងបន្លែដែលខ្ញុំឆាមិញហ្នឹងបងប្អូនហើយបាយក៏ហើយដែរបងប្អូនដល់ពេលអញ្ចឹងទៅក៏គ្របទុកមកម្នាក់មកប្រអប់ចឹងបងប្អូនដល់ម៉ោងចាំយកទៅហើយនេះផ្លែឈើផ្លែតវ៉ៃបងប្អូនផ្លែតវ៉ៃទុំល្អណាស់បងប្អូនហើយឡើងផ្អែមហើយដល់ពេលអញ្ចឹងទៅក៏ចេះដាក់ប្រអប់ឲ្យកូនវាកដាលទៅបងប្អូនហើយរៀបចំដាក់ថង់ទៅប៉ាគេយកទៅអញ្ចឹងបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនជម្រាបលាជួបខ្ញុំវីដេអូក្រោយបងប្អូន